អបអសាទររកឃើញជើងខ្លាំងប្រើពេល8ម៉ោងផ្ដួលព្រំសំណាងដើម្បីយករថយន្តយកមិញហើយគូស្នេហ៍នេះគឺមកពីខេត្តនេះកាលពីថ្ងៃទី8ខែមីនាឆ្នាំ2023ក្រុមហ៊ុនភេសជ្ជៈ Boostrong បានរៀបចំមហាព្រឹត្តិការណ៍3ស្ត្រីពិភពលោកឆ្នាំ2023 Boostrong Power to the Women Festival ដើម្បីស្វែងរកបុរសខ្លាំងជាជ័យលាភីឈ្នះរង្វាន់ឡានថ្មីមួយគ្រឿងព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើក3ស្ត្រីបានយូរបំផុត3ដោយសេចក្តីពេញចិត្ត3ដោយសេចក្តីស្រឡាញ់ពេញបេះដូងនេះបានធ្វើឡើងនៅមុខមហាស្របទីក្រុងកោះពេជ្រហើយនៅក្នុងចំណោមជើងខ្លាំងចូលរួមប្រកួតនោះក៏មានកីឡាករព្រំសំណាងផងដែរក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញចុងក្រោយសល់តែ2គូប៉ុណ្ណោះគឺកីឡាករព្រំសំណាងនិងគូស្នេហ៍មកពីខេត្តតាកែវពីរគូនេះប្រើពេលរហូតដល់ទៅ8ម៉ោងទៅហើយនៅតែរកអ្នកឈ្នះមិនទាន់ឃើញទៀតទោះយ៉ាងណាពេលវេលាចុងក្រោយនោះគេបានរកឃើញព្រំសំណាងខុសលក្ខខណ្ឌបច្ចេកទេសត្រូវធ្លាក់មកលេខ2បានរង្វាន់ម៉ូតូខណៈគូស្នេហ៍មកពីខេត្តតាកែវជាប់លេខ1ឈ្នះរង្វាន់រថយន្តមួយគ្រឿងនោះបាទបងប្អូនខណ្ឌតែភ័យតោះផងខេត្តតាកែវខ្ញុំអានអត់ត្រូវសោះខេត្តតាកែវតាកែវអ្នកខ្លះថាខ្ញុំអានអត់ច្បាស់ឬតាកែវកែវសំទោសផងអានអត់ច្បាស់មែនជាយាមអានអត់ច្បាស់សោះខេត្តតាកែវអ្វីដែលកាន់តែអស្ចារ្យនោះក្រោយរកឃើញជើងខ្លាំងផ្ដួលព្រំសំណាងរួចមកស្រាប់តែមានដំណឹងល្អថាកីឡាករព្រំសំណាងក៏ត្រូវបានក្រុមហ៊ុនចិត្តល្អ Boostrong សម្រាប់ផ្ដល់រថយន្តមួយគ្រឿងផងដែរជាការសម្រេចផ្ដល់ឲ្យអ្នកជាប់លេខ2នេះមានទាំងមតិពេញចិត្តនិងមិនពេញចិត្តឥឡូវយើងមកជួបអត្ថបទមួយទៀតដែលល្បីបន្តកតុយគ្នាដែលល្បីថាគប់កញ្ចក់ឡាននៅផ្លូវជាតិលេខ1ហើយពេលនេះគឺខត់ជន់សង្ស័យបាន3នាក់ហើយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី8ខែមីនាឆ្នាំ2023បានឆ្លើយតបសាធារណជនដែលបានបង្ហោះជាបន្តពាក់ព័ន្ធករណីគប់រថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ1នៅក្នុងភូមិសាស្ត្រស្រុកគៀនស្វាយក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធនិងលោកអធិការនគរបាលស្រុកគៀនស្វាយស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានជាបន្តករណីធ្វើឲ្យខូចខាតដោយចេតនាគឺគប់រថយន្តតាមដងផ្លូវថ្ងៃកើតហេតុនៅថ្ងៃទី5ខែមីនាឆ្នាំ2023វេលាម៉ោង00:15នាទីចំណុចកើតហេតុស្ថិតនៅភូមិកណ្ដាលលើឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលចំពោះករណីនេះខាងស្នងការបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យមានគ្នា3នាក់ដែលមានដូចជាមួយឈ្មោះថាលឹកភៀនហៅបារាំងភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិខ្សំឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលខត់ខ្លួន2ឈ្មោះថាមឿនសំណាងភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្ដៅកន្លែង2ឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលខត់ខ្លួន3ឈ្មោះថាសុកសុភារ៉ាត់ភេទប្រុសអាយុ17ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិកណ្ដាលលើឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលខត់ខ្លួនវត្ថុតាងចាប់យករួមមានថ្មភ្នំមួយដុំទម្ងន់350ក្រាមយ៉ាងណាមិញក្រោយពីបានសាកសួររួចជនសង្ស័យទាំង3នាក់ខាងលើបានឆ្លើយសារភាពថាពួកគេទាំង3នាក់ពិតជាបានគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ1ពិតប្រាកដមែនហើយបានឆ្លើយសារភាពទៀតថាកន្លងមកពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយទៅតែប្រព្រឹត្តបទល្មើសបែបនេះជាលើកទី1ឥឡូវមិនឥឡូវដូចដេញសម័យដូចដេញជើងគ្នាអាខាងគប់យកដំថ្មគប់ឡានគេហ្នឹងហើយបកគប់ចំម៉ូតូឧទាហរណ៍ម៉ូតូកំពុងជិះលឿនយកអាដំថ្មនឹងគប់ចំក្បាលអ្នកជិះម៉ូតូទៅមិនដួលលបោះស្លាប់កូនគេទៅទេចឹងពួកនេះអត់ការងារធ្វើចាប់ដាក់គុកឲ្យយូរបន្តិចមិនដឹងខ្លួនក្រោយត្រូវ5ធ្នេពូចកនិងអ្នកនាងផល្លាកាន់តែយល់ចិត្តគ្នាខណៈថ្ងៃ8មិនិនាលោកពោលពាក្យបែបនេះថាគេនៅចាំបានថាអ្នកអត្ថាធិប្បាយបាល់ទាត់ដល់ល្បីតាមបណ្ដាញសង្គមលោកជឿនប៊ុនច័កហៅថាអេដមីនជីងច័កបានចូលរោងការបញ្ចប់ភាពនៅលាវកាលពីថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2021ជាមួយនឹងកូនក្រមុំឈ្មោះថាទ្រីងផល្លានៅគេហដ្ឋានលេខ1819X បូរីខិតជឿនភូមិចំការអលឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រោយរៀបការពួកគេតែងតែមានចំនួនជាមួយនឹងគ្នាក៏ក្រើកអស់បណ្ដាញសង្គមជាញឹកញាប់ហើយត្រូវគេគិតថាពួកគេនឹងមិនអាចជានាឡើងវិញនោះឡើយតែជារឿយៗនៅតែអាចត្រូវគ្នាវិញដដែលជាស្ដែងកាលពីពេលថ្មីកន្លងទៅពូចកត្រូវដេ5ធ្នេដោយសារតែប្រពន្ធប្រើទូរស័ព្ទវាយនៅពេលនោះពូចកបញ្ជាក់ថាខ្លួនបានលើកបង់កិត្តិយសដើម្បីបដូរយកការស្រឡាញ់សុចិត្តឲ្យគេប្រមាថដូចជាសត្វអញ្ចឹងការលើកបង់របស់លោកឲ្យហើយមានតែប៉ុណ្ណឹងហើយលើកនេះមិនដឹងថាត្រូវ
លើសបង់អីទៀតក្រោយបញ្ជាក់បែបនេះរួចមកស្រាប់តែនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2022ពូចកបានបង្ហោះរូបថតរំលឹកខួបអាពាហ៍ពិពាហ៍រយៈពេល1ឆ្នាំជាមួយនឹងអ្នកនាងផល្លានៅ Rosewood ភ្នំពេញភ្ជាប់ជាមួយនឹងសារថា11ខែ11 2021 11ខែ11 2022 One year anniversary បន្ថែមលើនេះពូចកបានបញ្ជាក់ក្នុង comment ថា365ថ្ងៃវាជាគម្រប់1ឆ្នាំគត់នៃការរៀបការរបស់ពូបន្ថែមពីលើនេះកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2023ពូចកបានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងភរិយាទៀតថាមួយជីវិតពូនេះមិនខ្លាចមេឃមិនខ្លាចដីហែងចង់អាថ្នោតអាចមណាក៏ដោយហក់មកតែពូខ្លាចជាងគេនោះគឺប្រពន្ធក្រោយមកពូចកបញ្ជាក់នៅក្នុង comment ទៀតថាពីមុនរៀងយ៉ាប់បន្តិចដើម្បីហោះរត់គេចបែកដោយឡែកនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2023ពូចកបានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយនឹងភរិយាមួយសន្លឹកហើយពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ថា Valentine Day សន្យានឹងបងណាលុបបំបត្តិ5ធ្នេរចោលទើបយើងមានសន្តិភាពក្រោយមកទៀតនៅថ្ងៃទិវានារីអន្តរជាតិ8មីនាស្រាប់តែពូចកបង្ហោះរូបថតជាមួយនឹងគ្នាទៀតហើយពោលពាក្យថាសិទ្ធិនារី8មីនាឯអ្នកវេទនាគឺខាងបរោះនេះទេហាមបែកហាមគប់ណាអូនជំវិញការបង្ហោះសារបែបលេងសើចជារឿយៗពីសំណាក់ពូចកនេះគេមិនឃើញអ្នកនាងផល្លាឆ្លើយតបបែបណានោះទេតែមួយរយៈចុងក្រោយនេះអ្នកនាងផល្លាឧស្សាហ៍បង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាពិសេសការប្រើពាក្យលោកប្តីបង្ហាញការគោរពចំពោះពូចកតែម្ដងនេះសបញ្ជាក់ឲ្យឃើញថាពួកគេកាន់តែស្រឡាញ់គ្នាយល់ចិត្តគ្នាក្រោយឆ្លងកាត់រឿងជាច្រើនជាមួយគ្នានោះ